ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំទិញនំបញ្ចុក10គីឡូយកមកធ្វើទឹកស្លនំបញ្ចុកដើម្បីជូនចាស់4 5នាក់អីចឹងណាបងប្អូនដោយសារតែប្តីខ្ញុំយប់មិញធ្លាក់ភ្លៀងរៀងខ្លាំងចឹងគឺគាត់ដើររកត្រីបានបងប្អូនត្រីពីរហ្នឹងគឺ1គីឡូជាងអាធំគឺខ្ញុំយកតែធំមកស្លទេបងប្អូនហើយគ្រឿងវិញគឺយើងកាត់គល់ស្លឹកគ្រៃបុកខ្លួនឯងទៅបងប្អូនគ្រឿងតែយើងបុកខ្លួនឯងចេះវាឈ្ងុយបងប្អូនបុកភ្លាមមកបើយើងទិញគេវាអត់ឈ្ងុយទេបងប្អូនហើយគ្រឿងខ្ញុំវិញគឺថាឡើងឈ្ងុយហើយពណ៌លឿងហ្មងបងប្អូនហើយគឺខ្ញុំដាក់លាយសណ្តែកដីដែរអញ្ចឹងណាបងប្អូនបន្ទាប់ពីយើងបុកគ្រឿងបុកអីហើយគឺយើងចាប់ផ្ដើមបេះត្រីទូហ្នឹងណាបងប្អូនគឺយើងបេះវាយកឆ្អឹងចាញ់សារថាធ្វើទឹកស្លនំបញ្ចុកយូរជាងគេគឺបុកគ្រឿងហើយនឹងបេះត្រីហ្នឹងហើយបងប្អូនប៉ុន្តែបើយើងអត់បេះទេក៏ឆ្អឹងដែរបងប្អូនវាពិបាកដែរបើយើងបេះវាឲ្យស្អាតអីចេះទៅគឺថាយើងហូបទៅវាធានាសុវត្ថិភាពចឹងណាបងប្អូនហើយកុំឃើញតែខ្ញុំបេះដៃចឹងណាបងប្អូនដោយសារតែខ្ញុំលាងដៃអីហើយបងប្អូនហើយនេះគឺខ្ញុំចាប់ផ្ដើមបុកត្រីហើយនឹងគ្រឿងហ្នឹងចូលគ្នាវាម៉ត់ចឹងណាបងប្អូនគឺយើងបុកវាម៉ត់ទៅវាចូលជាតិជាមួយនឹងគ្រឿងអញ្ចឹងណាហើយគឺខ្ញុំចាក់ខ្ទិះដូងខ្ទិះដើមហើយនឹងខ្ទិះចុងហ្នឹងដាក់ចូលឆ្នាំងតែម្ដងបងប្អូនវាកុំឲ្យលួចថាញ៉ៃអីចឹងណាយើងចាក់ចូលគ្នាទៅគឺយើងដាំតែម្ដងទៅបងប្អូនវាអត់ពិបាកទេហើយដូងសឡមួយឆ្នាំងនេះគឺខ្ញុំដាក់ដូងមួយបងប្អូនដូងទុំមួយហើយដូងនេះវាធំដែរបងប្អូនមួយឡើង6000ទាំងកោសទាំងពូតចឹងណាបងប្អូននៅខាងខ្ញុំគឺដូងថ្លៃបងប្អូនបើខាងកំពង់ឆ្នាំងនេះអត់សូវថ្លៃទេបងប្អូនហើយគឺខ្ញុំចាក់ទឹកស្លដែលខ្ញុំស្ងោរត្រីបងប្អូនខ្ញុំចាក់ចូលជាមួយខ្ទិះដើម្បីដាំដោយសារតែយើងទឹកត្រីស្ងោរហ្នឹងវាមានជាតិបងប្អូនអញ្ចឹងគឺខ្ញុំអត់ចោលទេគឺខ្ញុំចាក់ជាមួយនឹងខ្ទិះដូងដើម្បីដាំវាអញ្ចឹងណាបងប្អូនបន្ទាប់ពីហ្នឹងមកគឺទឹកស្លយើងបានពុះហើយបងប្អូនបន្ទាប់ពីពុះហើយគឺអត់មានអីទេបងប្អូនមានតែដាក់ត្រីហើយគ្រឿងដែលយើងបានបុកចឹងណាបងប្អូនគឺយើងដាក់ចូលទៅក្នុងឆ្នាំងទៅបងប្អូនហើយមុនដំបូងខ្ញុំគិតថាតិចតែមិនតិចទេបងប្អូនហើយមួយឆ្នាំងឡើងពេញហ្មងឡើងហៀដោយសារតែឆ្នាំងយើងវាថាឆ្នាំងលេខ7បងប្អូនអញ្ចឹងវាធំដែរបងប្អូនមិនទូចទេហើយគឺយើងដាក់អំបិលដាក់ប៊ីចេងដាក់ស្ករដាក់ទឹកត្រីដាក់ប្រហុកអីហ្នឹងទៅបងប្អូនសាឡននំបញ្ចុកគឺទឹកស្លខ្ញុំបានពុះហើយបងប្អូនហើយនិយាយថាជះក្លិនមកគឺថាឈ្ងុយ4 10ផ្ទះហ្មងបងប្អូនគឺទឹកស្លប្រហើរនេះគឺថាឈ្ងុយបងប្អូនហើយដោយសារថាស្លមួយមុខនេះគឺអាចនិយាយបានថាវាជាតិហើយនិយាយរួមទៅអ្នកណាក៏អត់ផ្លេចស្លប្រហើរនំបញ្ចុកដែរបងប្អូនទោះតែធ្វើការដល់ប្រទេសគេក៏អត់ផ្លេចដែរបងប្អូនដោយសារតែស្លនេះគឺស្លពីដូនតាអញ្ចឹងណាបងប្អូនហើយវីដេអូខ្ញុំអត់មានអីច្រើនទេបងប្អូនដោយសារទឹកស្លខ្ញុំក៏បានឆ្អិនដែរអញ្ចឹងគឺមានតែនំបញ្ចុកមួយចានហើយនឹងស្លមួយចានធំនេះគឺយកទៅឲ្យម៉ែឲ្យក្មេកខ្ញុំមុនគេអញ្ចឹងណាបងប្អូន